អត់ចេះអង់គ្លេសអត់ចេះកណិតតែរៀន IT រៀន program ធ្វើ developer បានអត់ខ្ញុំកាលមុនខ្ញុំក៏មកពីខេត្តដែរអង់គ្លេសខ្ញុំក៏អត់ល្អប៉ុន្មានដែរដល់កន្លែងទី3នេះគឺរៀនអីក៏ដោយយើងត្រូវចេះមើល document តឹងរៀន Flutter នេះក៏ដោយទោះតែខ្ញុំឲ្យ slide រៀនក៏ដោយក្រោយអ្នកនរគ្នាត្រូវទៅ follow document នៅក្នុង official website ពីព្រោះយើងចង់ខ្លាចជា developer មួយដែលល្អ developer មួយដែលខ្លាំងគឺយើងមិនមែនរៀនតាមគ្រូទេយើងរៀន fundamental នេះអាចមករៀនវគ្គជាមួយខ្ញុំចឹងបានប៉ុន្តែតទៅមុខទៀតដល់ advanced ដល់អីខ្ញុំនឹងមិនព្យាយាមឲ្យសាស្ត្រាបង្កើតវគ្គ advanced ទេពីព្រោះអីខ្ញុំចង់ឲ្យអ្នកគ្នាចេះពី fundamental ដែលខ្ញុំឲ្យទៅអ្នកទាំងអស់គ្នាពេលនេះអ្នកទាំងអស់គ្នាអាចទៅមានជំនាញមួយទៀតគឺ research and practice ចឹងអ្នកទាំងអស់គ្នាត្រូវទៅចេះទៅមើល official website ដូចជាយើងរៀន Flutter យើងទៅមើល official website ទៅFlutter ទៅយើងរៀនចង់អីទីទៀតអ្នកនរគ្នាសួរខ្ញុំច្រើនណា Laravel backend អីចឹងចង់រៀន Laravel ទៀតទៅមើល official website របស់ Laravel វាមាន tutorial ពី zero to hero ដូចគ្នាគ្រាន់តែវាអត់មានវីដេអូក្នុងការបញ្យល់អញ្ចឹងយើងត្រូវតែមានមួយចេះរៀនខ្លួនឯងណាចេះមើល document ហើយយើងយល់ខ្លួនឯងអាហ្នឹងគឺជាទីទៀតពេលដែលបញ្ចប់វគ្គនេះទៅដែលយើងត្រូវមាន skill មួយទៀតហ្នឹងគឺយើងចេះទៅមើល document website ខ្លួនឯងអាហ្នឹងអីដែលយើងត្រូវមានណាអញ្ចឹងdocument website នេះគឺវាសំខាន់មែនតើដូចខ្ញុំនិយាយដដែលអូមកតែខ្ញុំធ្វើ slide ឲ្យអ្នកទាំងអស់គ្នាពេលនេះនៅក្នុង Flutter version 3.10 ជាងអញ្ចឹងទៅចុះបើតិចទៀត Flutter ឡើងដល់ version 3.30 ឬក៏ 3.50 3. ម៉ានតាម version របស់វាខ្ញុំណាទៅអង្គុយធ្វើ slide ឲ្យអ្នកទាំងអស់គ្នាបានត្រូវអត់អ្នកទាំងអស់គ្នាត្រូវទៅមើល official website គេនឹង update ឲ្យអ្នកទាំងអស់គ្នាទាន់ពេលវេលាអញ្ចឹងណាអញ្ចឹងអ្វីដែលអ្នកទាំងអស់គ្នាត្រូវមានដូចសួរច្រើនដែរនៅក្នុងទាំង TikTok ទាំងអីហ្នឹងគឺអាន document ឲ្យយល់យើងកន្លែងណាដែលយើងអត់ចេះពាក្យមួយចំនួនដែលយើងអត់ចេះយើងប្រើ Google Translate ជួយទៅដូចជាទៀតទៅវាមាន extension នៅក្នុង browser អាចនេះដូចខ្ញុំធ្លាប់ធ្វើវីដេអូហើយយើងអាច select វាទៅវានឹង translate ឲ្យយើងហើយពាក្យមួយចំនួនដែលយើងអត់ចេះដល់ខ្ញុំក៏ប្រើបែបហ្នឹងដែរអញ្ចឹងគ្មានអ្នកណាចេះទាំងអស់ទេអញ្ចឹងយើងត្រូវថាបើសិនជាយើងដឹងថាយើងខ្សោយអង់គ្លេសយើងមិនមែនថាចេះតែមកសួរថាខ្ញុំអត់មានអង់គ្លេសបើយើងចង់ចេះពិតប្រាកដអត់ចេះអីយើងរៀនហ្នឹងមិនទាន់ហួសពេលទេមើលថាខ្ញុំអាយុប៉ុណ្ណឹងហើយខ្ញុំហួសពេលរៀនអង់គ្លេសអត់ទេគេរៀនទៅដល់ថ្នាក់បណ្ឌិតយើងទៅ Bachelor Degree ទៅឆ្នាំទី1ទី2មានអីត្រូវតាមានអីត្រូវពិបាកមានអីត្រូវហួសពេលត្រូវអត់អញ្ចឹងយើងរៀននៅទាន់ពេលទេអត់មានអីត្រូវហួសពេលទេអត់ចេះអង់គ្លេសរៀនអង់គ្លេសបន្ថែមទៅខ្ញុំកាលមុនខ្ញុំក៏មកពីខេត្តដែរអង់គ្លេសខ្ញុំក៏អត់ល្អប៉ុន្មានដែរតែខ្ញុំរៀនបន្ថែមទី1គឺខ្ញុំធ្វើម៉េចឲ្យខ្ញុំ focus អាន document បានអញ្ចឹងពេលដែលខ្ញុំអាន document បានអានេះជា experience របស់ខ្ញុំហ្មងពេលដែលយើងអាន document រាល់ថ្ងៃយើងធ្វើការក្នុងការអាន document រាល់ថ្ងៃអង់គ្លេសហ្នឹងយើងនឹងចេះឯងចេះជាងអាពេលដែលយើងទៅរៀនក្នុងថ្នាក់ហើយយើងអត់បាន practice ទៀតអានេះយើងរៀនក្នុងថ្នាក់ហើយយើង practice យើងមើល document យើងមើលអីចឹងទៅយើងមានជំនាញអង់គ្លេសហ្នឹងវានឹងមកដោយខ្លួនឯងហ្មងអញ្ចឹងណាហ្នឹងតាម experience របស់ខ្ញុំ